chẳng hai dương trâu pra cầm lăng bao dương sầm đạp ca nghe pre bà cũng ao dương trai cầm lăng đó đặc biệt đo ngày thì ca nghe pre ngày phải cũng đi rùa đạp của thì bay đạp đi lụa bạt một khol mình đầu xuân này cái chân tôi than rút lên đây bên kỳ lại đi amen và chẳng hai ở con prong sầm đạp ngày ní đại pre bànประtiền po đại dương lúc nãy băng pôn dương ở con pre sầm đạp pre bần tu prong là dương bàn an cụm pi là dương bàn riêng chụp với kia bà ngàyนี้dương riêng ông pi pre bần tu muối đại dương khơi nơi con ông pre cụm pi Petro băng ôn đại miền cụm pi số bằng nơi cụm pi Petro nhưng thọ an cho đang đòn hai bàn tay khơi tới pre bần tu prong che ta chọn an đòn tiệt hay chặt trái băng ôn ởนี้pre cụm pi Petro thì muối chụp phục muối kho đập bầy đòn kho một phẩy pram nơiที่นี้dương bàn khơi lụcสวะ Petro bànสเสbànปรับกล่าวไปlà dương chưa pre háiชีวิตរបស់យើងគឺទៅមុខឬទៅក្រោយយើងจะសារំកាងព្រះរស់នៅដោយបរិសុទ្ធឬរស់នៅដោយប្រឡូកប្រឡាក់ចាប់ផ្ដើមពីគំនិតរបស់យើងអេមែនគំនិតរបស់យើងបានជាលោកសាវកពេត្រុសបានប្រាប់ថាណាដូច្នេះក្រោយពេលដែលយើងជឿព្រះហើយចូលមកយើងជឿព្រះឲ្យមួមួនដោយអីដោយក្រវ៉ាត់គំនិតរបស់យើងក្រវ៉ាត់គំនិតរបស់យើងក្រវ៉ាត់យកស្អីមកក្រវ៉ាត់គំនិតរបស់យើងអេមែនយកស្អីមកក្រវ៉ាត់គំនិតរបស់យើងដើម្បីឲ្យយើងមមួនហើយឲ្យយើងរស់នៅដោយការគោរពកោតខ្លាចព្រះរស់នៅឲ្យបានបរិសុទ្ធដូចជាព្រះអង្គដែលទ្រង់មានបន្ទូលថាចូលឲ្យឯងបរិសុទ្ធបិទអញជាបរិសុទ្ធអេមែនតើយើងយកអីមកក្រវ៉ាត់គំនិតរបស់យើងទ្រព្យសម្បត្តិគំនិតរបស់យើងមុខមាត់ឋានៈបុណ្យស័ក្តិកេរ្តិ៍ឈ្មោះការសរសើរមកក្រវ៉ាត់គំនិតរបស់យើងដើម្បីឲ្យយើងបានរស់នៅស័ក្តិសមជាកូនរបស់ព្រះយើងត្រូវតែមាននេះមាននោះមានបបោហៀបានស័ក្តិសមជាកូនរបស់ព្រះដែលយើងគំនិតរបស់យើងអញ្ចឹងមែនលោកអ្នកបងប្អូនកាលណាយើងជឿព្រះហើយលោកបងប្អូនអ្វីដែលយើងត្រូវការជាមួយធ្វើម៉េចឲ្យជីវិតរបស់យើងរស់នៅឲ្យបានគប់ដល់បំណងមហាទេរបស់ផងព្រះអេមែនពីព្រោះអីបទគម្ពីរបានប្រាប់ថាព្រះបានទិញយើងលួសយើងពីមនុស្សស្មោករោគឲ្យខ្លាយជាមនុស្សដែលស្អាតបរិសុទ្ធដោយព្រះលិខិតរបស់ផងព្រះហើយយើងត្រូវតែរស់នៅឲ្យបានគប់បំណងមហាទេព្រះដែលទ្រង់បរិសុទ្ធដោយសារអីព្រះបរិសុទ្ធហើយយើងបរិសុទ្ធយើងត្រូវតែដូចព្រះអង្គដែរអេមែនឥឡូវនេះយើងឃើញនៅក្នុងព្រះគម្ពីរដែលព្រះអង្គបានថាម៉េចទ្រង់ជាអ្នកគង្វាលអេមែនទ្រង់ជាអ្នកគង្វាលល្អហើយអ្នកគង្វាលល្អក៏ស៊ូតែបដូរបង់ជំនួសឈាមរបស់ព្រះអង្គហើយទ្រង់ជាអ្នកគង្វាលជាមរបស់ព្រះស្គាល់សម្លេងព្រះអង្គដែលទ្រង់ជាអ្នកគង្វាលអេមែនចឹងហើយបានជាមានបងប្អូនយើងដែលជឿព្រះអង្គហើយជាអ្នកដែលស្គាល់ព្រះបន្ទូលព្រះបានតាំងឡើងគាត់ឲ្យคล้ายទៅជាគ្រូគង្វាលអេមែនដើម្បីនាំព្រះបន្ទូលព្រះហើយតម្រង់ចិត្តប្រជាជនប្រជារាស្ត្ររបស់ព្រះមនុស្សរបស់ព្រះដែលគេរស់នៅក្នុងអំពើបាបឲ្យត្រឡប់មកក្នុងជីវិតថ្មីឲ្យដូចជាព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនហើយយើងឃើញនៅរាល់ថ្ងៃនេះម្នាក់ឥឡូវយើងបានជជែកគ្នាអំពីរឿងអ្នកខ្លះថាគ្រូគង្វាលអ្នកខ្លះថាបូជាចាអេមែនអ្នកខ្លះថាបូជាចាហើយអ្នកខ្លះថាគ្រូគង្វាលហេតុអីតើពាក្យគ្រូគង្វាលនឹងខុសអីបានជាលែងចង់ប្រើគ្រូគង្វាលទៅប្រើបូជាចាអេមែនមកពីគ្រូគង្វាលខ្វៀលពងជាមនៅទីរហោស្ថានបែកញើសកក្លាក់អញ្ចឹងហើយអត់មានអ្នកគោរពឲ្យតម្លៃអត់នៅស្រួលគេអត់គោរពអញ្ចឹងហើយលែងចង់ធ្វើគ្រូគង្វាលចង់ធ្វើបូជាចាឲ្យគេដាក់លើហឹងថ្វាយអង្គមហើយយករបស់ល្អមកឲ្យនេះឃើញមែនអញ្ចឹងហើយបានជាប្រហែលចង់បានបូជាចាលែងចង់បានគ្រូគង្វាលអរលោកអ្នកបងប្អូនគ្រូគង្វាលគឺជាពាក្យមួយដែលថាគ្រូគង្វាលដឹងថាអ្នកហ្នឹងគឺជាព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកដឹកនាំពួកជំនុំរបស់ព្រះគឺជាអ្នកដឹកនាំនៅក្នុងព្រះវិហាររបស់ព្រះដើម្បីនាំរាជរបស់ព្រះឲ្យវិលពីអំពើបាបទៅរកឯព្រះអង្គវិញឃើញមែនជាអ្នកដែលនាំមុខជាអ្នកដែលតម្រង់ជាគ្រូគង្វាលអរលោកជាពាក្យមួយដែលល្អឥតខ្ចោះយើងគង្វាលមិនអាចគង្វាលជាមនៅក្នុងម៉ាស៊ីនត្រជាក់ទេអេមែនមានគង្វាលជាមនៅម៉ាស៊ីនត្រជាក់អត់នៅម៉ាស៊ីនត្រជាក់មានតែកាប់ជាមស៊ីអាហ្នឹងបាននៅម៉ាស៊ីនត្រជាក់ស៊ីសាច់ជាមអាំងសាច់ជាមអេមែនតែគ្រូគង្វាលគឺជាអ្នកដែលទៅរកជាមដែលវង្វេងឲ្យបាត់បង់ចូលមកក្នុងដំណាក់របស់ផងព្រះជាអ្នកដែលនាំមកឲ្យមើលថែរក្សាពងជាមប៉ុន្តែបូជាចាយើងអត់ដឹងទេឃើញមែនឥឡូវគេកំពុងតែជែកគ្នានឹងអ្នកខ្លះចង់បានបូជាចាលែងចង់ខ្លាចជាគ្រូគង្វាលហើយខ្ញុំអត់ដឹងសូម្បីតែពាក្យគ្រីស្ទៀនក៏លែងចង់និយាយដែរពាក្យគ្រីស្ទៀនលែងសូវល្អឲ្យចាញ់គ្រីស្ទបរិស័ទវិញ
គ្រីបរិស័ទល្អជាងអរលោកអ្នកបងប្អូនខ្ញុំអត់សូវជាអង់គ្លេសទេប៉ុន្តែយើងជាជនជាតិខ្មែរប្រទេសយើងប្រទេសអីអង់គ្លេសថាម៉េច Cambodia ដល់ពេលយើងជាជនជាតិខ្មែរគេថាម៉េច Cambodian ត្រូវទេបាទជនប្រទេសកាណាដាគេថាម៉េច Canada ដល់ពេលជនជាតិ Canada គេថាម៉េច Canadian ដោយសារបញ្ជាក់ថាអ្នកហ្នឹងជាជនជាតិកាណាដាជាជនជាតិខ្មែរប៉ុន្តែពាក្យបរិស័ទគឺជាអ្នកដែលគោរពប្រតិបត្តិតាមណាមួយតាមបែបសាសនាអាហ្នឹងប្រហែលជាអញ្ចឹងហើយយើងចង់បានឃើញគេដាក់សំទោសបើសិនជាប្រាប់ពុទ្ធបរិស័ទគេថាពុទ្ធបរិស័ទចំណោះជើងវត្តមែនអញ្ចឹងហើយអ្នកដែលធ្វើការប្រតិបត្តិតាមសាសនាគេបរិស័ទហើយដល់ពេលយើងគ្រីស្ទៀនដែលព្រះបានប្រាប់ក្នុងគម្ពីរថាពួកកលផែនដីនេះអត់ចង់បានគ្រីស្ទបរិស័ទដែរតើពាក្យគ្រីស្ទៀនខុសអីបានជាចង់លុបចោលឲ្យដាក់គ្រីស្ទបរិស័ទកាលណាបរិស័ទគឺជាអ្នកដែលប្រតិបត្តិតាមសាសនាជាអ្នកដែលធ្វើតាមអ្វីដែលគេបង្គាប់អត់ដឹងលោកអ្នកបងប្អូនឥឡូវគេលែងចង់ប្រើគ្រូកវិលគេចង់ខ្លាយជាបូជាយាគេលែងចង់ខ្លាយជាគ្រីស្ទៀនគេចង់ខ្លាយទៅជាគ្រីស្ទបរិស័ទអេមែនព្រះបរិសុទ្ធគេលែងចង់ហៅព្រះបរិសុទ្ធគេហៅព្រះដ៏វិសុទ្ធវិញអរលោកអ្នកបងប្អូនយើងអត់ដឹងថាហេតុអីជាបានជាមានការទាំងអស់នេះកើតឡើងប៉ុន្តែព្រះអង្គបានប្រាប់ថាព្រះអង្គគឺជាព្រះដែលបរិសុទ្ធឥតខ្ចោះហើយព្រះអង្គឲ្យយើងរស់នៅដោយបរិសុទ្ធលោកអ្នកបងប្អូនមនុស្សចង់បានការសរសើរការឲ្យតម្លៃនៅពេលដែលគេនិយាយត្រូវត្រង់យើងអត់ចូលចិត្តស្ដាប់ទេដោយសារពាក្យពិតយើងចង់បានឲ្យគេបានសរសើរយើងអូល្អណាស់លោកអ្នកបងប្អូនខ្មែរយើងថាម៉េចសរសើរឲ្យស្លាប់បង្អាប់ឲ្យរស់អេមែនខ្មែរយើងពាក្យខ្មែរយើងល្អណាស់សរសើរឲ្យស្លាប់បង្អាប់ឲ្យរស់ប៉ុន្តែនៅទីនេះលោកអ្នកបងប្អូនលោកសាវកពេត្រុសបានប្រាប់ថានៅពេលដែលអ្នកជឿព្រះយេស៊ូវហើយត្រូវរក្សាគំនិតរបស់យើងកវ៉ាត់គំនិតរបស់យើងឲ្យបានមាំមួនដើម្បីកុំឲ្យយើងបានយករូបកាយនេះទាំងកិរិយាដែលយើងបានធ្វើកុំឲ្យគប់ចិត្តដល់ខ្លួនឯងប៉ុន្តែឲ្យបានគប់ចិត្តដល់ព្រះដែលទ្រង់បានប្រោះយើងរួចពីបាបឲ្យទ្រង់បានសពអតីហើយទ្រង់បានប្រទានពរដល់យើងមានថាម៉េចយើងបានឆ្កាងរូបកាយនេះឋានៈបុណ្យស័ក្តិទូនាទីមុខមាត់គេឈ្មោះយើងបានឆ្កាងហើយយើងចង់បានតែមួយគឺដំកើងព្រះឲ្យទ្រង់បានល្អពិសេសនៅក្នុងជីវិតរបស់យើងចង់បានធ្វើដើម្បីឲ្យទ្រង់បានដំកើងឡើងក្នុងជីវិតរបស់យើងអត់ចង់បានសរសើរខ្លួនយើងលើសជាងសរសើរព្រះទេយើងអត់ចង់ឲ្យគេសរសើរយើងលើសជាងសរសើរព្រះទេអញ្ចឹងហើយបានជាមនុស្សដែលដើរតាមព្រះយេស៊ូវហើយគេបានប្រាប់ថាលោកគ្រូល្អអើយគេថាព្រះយេស៊ូវអញ្ចឹងព្រះអង្គថាម៉េចអូខ្ញុំល្អមែនអរគុណព្រះអង្គថាអញ្ចឹងអត់ទេអត់ទេកុំហៅខ្ញុំថាលោកគ្រូល្អមានតែព្រះមួយព្រះអង្គប៉ុណ្ណោះដែលទ្រង់ល្អអេមែនព្រះអង្គអត់ត្រូវការឲ្យមនុស្សសើព្រះអង្គបានបង្រៀនយើងទាំងអស់គ្នាថាមានតែព្រះមួយទេដែលល្អឲ្យយើងបានមិនទៀតចុះហើយទ្រង់បានដំកើងឡើងអេមែនហេតុអីបានជាអញ្ចឹងកាលណាយើងអបអរសាទរនឹងពាក្យការសរសើរយើងកំពុងតែមានអំណួតនៅក្នុងជីវិតរបស់យើងនៅពេលដែលយើងមានអំណួតអារក្សនឹងឆ្លៀតឱកាសចូលក្នុងគំនិតរបស់យើងហើយយើងនឹងបន្ទុះសារាយហើយយើងនឹងប្រព្រឹត្តអំពើបាបនៅពេលដែលមានអំណួតអេមែនចឹងហើយបានជាយើងរស់នៅទាំងវេដំរូបកាយខ្លួនឯងយើងអរគុណព្រះដែលយើងបានបម្រើព្រះឲ្យគេសរសើរប៉ុន្តែយើងសូមថ្វាយការនោះជាស្រីល្អដល់ព្រះអេមែនយើងអរគុណព្រះដែលយើងបានបម្រើព្រះបានធ្វើឲ្យបងប្អូនយើងអរសប្បាយហើយគាត់សរសើរប៉ុន្តែកុំឲ្យរាប់ការសរសើរនោះដើម្បីឲ្យបានយើងអំណួតចឹងហើយបានជាលោកសាវកពេត្រុសបាននៅទីនេះបានប្រាប់ថាដូច្នេះបងប្អូនអើយចូលក្រវ៉ាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនទាំងដឹងខ្លួនហើយមានសេចក្តីសង្ឃឹមគ្រប់ចម្ពោះដល់ព្រះគុណដែលត្រូវមកដល់អ្នករាល់គ្នាក្នុងកាលដែលព្រះគ្រីស្ទយេស៊ូវទ្រង់លេចមកផងលោកអ្នកបងប្អូនតិចទៀតព្រះនឹងមកវិញចឹងហើយតើយើងបានរស់នៅពេលវេលានេះអ្វីខ្លះជីវិតរបស់យើងគាត់បានពិពណ៌នាថាដូចជាស្មៅហើយសេរីល្អរបស់មនុស្សមុខមាត់របស់យើងដូចជាផ្កាស្មៅប៉ុន្តែថ្ងៃមួយនៅពេលដែលក្រៀមស្វិតទៅនឹងត្រូវផុតហើយអត់មានឃើញទៀតទេប៉ុន្តែអ្វីដែលជាប់នៅគឺជាជីវិតដ៏នៅអស់កលជានិច្ចនៅនគរឋានសួគ៌អញ្ចឹងហេតុអីបានជាលោកសាវកពេត្រុសបានប្រាប់នេះខ្លាចអស់លោកអ្នកបងប្អូនជួបនឹងសេចក្តីល្បួងនៅពេលដែលយើងងប់ងល់ជាមួយនឹងការសរសើรงប់ងល់ជាមួយនឹងគេឈ្មោះទ្រព្យសម្បត្តិងប់ងល់ជាមួយនឹងពាក្យសរសើររបស់មនុស្សបងប្អូននឹងភ្លេចពីព្រះហើយបងប្អូននឹងមានអំនួតហើយបងប្អូននឹងប្រព្រឹត្តអំពើបាបហើយចុងក្រោយបងប្អូនមិនអាចទៅនគរឋានសួគ៌បានអេមែនដោយសារអីអំនួតអូលោកគ្រូល្អលោកគ្រូបកាយលោកគ្រូអត់ចេះអស់លោកអ្នកបងប្អូនយើងអរគុណព្រះដែលព្រះបានប្រើអ្នកបម្រើព្រះមកដើម្បីបម្រើការងារព្រះអង្គហើយយើងបានទទួលពរពីគាត់ប៉ុន្តែយើងអរគុណព្រះយើងអធិដ្ឋានសម្រាប់គាត់
hai dương o con pre đại pre bàn pra cọt đầm bay ở bàn lực thực chất dương ở bàn nom dương tàu rô cloud bọc phòng pre amen bên đây dương ở với đại dương trâu xa cứ pre này một cô đại là trâu chỉ nè được nom trâu tại miền area bọt bằng tiệp luôn hay cho hay luôn nâu đòi cọt lại pre lúc này bằng phồn nâu tí ni lúc sẽ vẹn Petro bàn đạp thả mạch đôi chứ nè cho cầu vắt cùng nít nè rọc ni ở mong muốn ta dương vô ai mô cầu vắt cùng nít bao nhiêu amen cùng nít bọc nhom tàu vì to là nhom chi hà mà tôi tham bay bằng nhom tàu bỏ bây giờ ăn tiên po nhom tôi tham bay nhom đâu để chi con chi phá tôi tên nhom lên tàu viên không mặc kỳ amen mà tàu bà này tàu viên kia chi mà tôi cũng khỉ ó tao là mi mà tôi chi nhom tàu đào việt cả này đào không mặc kỳ ta đi chi cùng nít bao nhiêu làm mẹ bằng phồn ô tàu vì cái ở nhom đại nhom mà lại chẳng tàu vì mưa tàu kẹt sao ở đây nhom sao cái ai coi nè xem coi một nhóm ai toàn coi cào giữa bên cái nhom coi tiền luôn nè bằng phồn nè ban chỉ lốp sẽ vẽ Petro banรับtha trâu cổ vật cùng nứt bỏ dương bị pro à rét nâng pra cùng nứt bỏ dương đầm bay ở dương bàn bài trình bị pre ta vây đại dương nâng trâu vô cổ vật cùng nứt bỏ dương nó không pre của pi episode đại dương mán đằng cứ chia ghế ông bốn trăm ấy bà pre của pi episode banรับtha mấy chỗ vẽ kêu sắc bỏ pre prom trang cổ vật đấy bà sẽ cái đây bất cứ chỉ pre bằng tù là chừng mơ nó pre của pi episode preของ episode ចំពុកទី6ខ10យើងអានទៅpreของ episode ចំពុកទី6ខ10preของ episode ចំពុកទី6ខទី10ដល់ខ18ខ្ញុំនឹងអានជូតឯសេចក្តីអាទៀតបងប្អូនអើយចូលមានកម្លាំងក្នុងព្រះអង្គម្ចាស់ដោយឫទ្ធិបារមីរបស់ព្រះជាស្ដាទ្រង់ចូលពាក់គ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអាចឈរមកមួនទាស់នឹងឧបាយកលទាំងអំបាលម៉ានរបស់អរិយត្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេគឺនឹងពួកគ្រប់គ្រងពួកមានអំណាចនិងម្ចាស់នៃសេចក្តីងឹតនៅលោកីនេះវិញហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរហេតុនោះបានជាយើងត្រូវយកគ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បានថ្ងៃអាក្រក់ថ្ងៃណាគឺថ្ងៃដែលកើតមានសេចក្តីល្បួងនៅក្នុងជីវិតរបស់យើងគឺជាការដែលអាក្រក់កើតឡើងក្នុងជីវិតរបស់យើងមានអាវក្រោះយើងមានគ្រឿងសឹករបស់ផងព្រះរួចកាលណាបានតតាំងសពគ្រប់ហើយនោះឲ្យបាននៅតែឈរមមួនដែរខ14ដូច្នេះចូលឲ្យឈរមមួនដោយក្រវ៉ាត់សេចក្តីពិតនៅចង្កេះហើយពាក់សេចក្តីសុចរិតទុកជាប្រដាប់បាំងដើមទ្រូងអេមែនសេចក្តីពិតគឺជាព្រះបន្ទូលព្រះដែលត្រូវឲ្យយើងក្រវ៉ាត់នៅក្នុងគំនិតរបស់យើងហើយចង្កេះរបស់យើងលោកអ្នកបងប្អូនបើយើងស្លៀកខោលងហើយអត់មានខ្សែក្រវ៉ាត់យើងដើរទៅមិនដែរជួខោបងប្អូនអរគុណខ្មាស់គេអេមែនយើងនឹងបង្ហាញគេខ្មាស់របស់យើងនៅទីសាធារណៈនៅពេលដែលយើងអត់មានសេចក្តីពិតនៅក្នុងខ្លួនគ្រីស្ទបរិស័ទគ្រប់គ្នាអេមែនកាលណាយើងជឿព្រះហើយយើងអត់មានសេចក្តីពិតដែលក្រវ៉ាត់នៅក្នុងគំនិតនៅក្នុងខ្លួនរបស់យើងគេនឹងឃើញគេខ្មាស់របស់យើងអ្នកជឿព្រះមកជឿព្រះយេស៊ូវផឹកដូចផ្ទះអាហ្នឹងជាគេខ្មាស់អេមែនជាគេខ្មាស់របស់អ្នកជឿព្រះទិញអស់តែ 5,000 ដាក់សឹម 8,000 គេខ្មាស់របស់អ្នកជឿព្រះដោយសារអីអត់មានសេចក្តីពិតនៅក្នុងព្រះបន្ទូលផងព្រះហើយជឿព្រះយេស៊ូវឥឡូវគេមានទៅអាមើលអេមែនហើយជឿព្រះយេស៊ូវមិនក្រជាងគេមានទៅណោះឥឡូវគេមានទៅអេមែនលោកអ្នកបងប្អូនព្រះនឹងសាកល្បងយើងគ្រប់គ្នាតើយើងស្រឡាញ់ព្រះអង្គលើសជាងសេចក្តីពិតឬក៏យើងស្រឡាញ់សេចក្តីពិតហើយនឹងទ្រព្យសម្បត្តិគេឈ្មោះមួយណាដែលយើងស្វានៅក្នុងជីវិតរបស់យើងព្រះមិនខ្វះប្រពោសម្រាប់លោកអ្នកបងប្អូនទេប៉ុន្តែនៅពេលដែលយើងរស់នៅដោយការគោរពកក់ខ្លាញ់សេចក្តីពិតរបស់ផងព្រះនឹងជួយឲ្យយើងជាក្លិនក្រអូបរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយព្រះនឹងប្រទានពរលើសជាងទ្រព្យសម្បត្តិដែលយើងត្រូវការទៅទៀតអេមែនលោកអ្នកបងប្អូនចឹងហើយបានជាបទគម្ពីរនៅទីនេះសម្រាប់ឲ្យយើងអាចនឹងឈរមកមួនឲ្យយើងអាចកវ៉ាត់គំនិតរបស់យើងបានគឺដោយសេចក្តីពិតរបស់ផងព្រះគឺជាព្រះបន្ទូលរបស់ផងព្រះអង្គលោកអ្នកបងប្អូននៅពេលដែលយើងស្ដាប់សេចក្តីពិតរបស់ផងព្រះវាជូរវិញក្នុងជីវិតរបស់យើងព្រោះអីយើងអត់ចង់បានដូចក្នុងការទាំងអស់ហ្នឹងហេតុអីដោយសារចិត្តរបស់យើងចង់ធ្វើផ្សេងប៉ុន្តែសេចក្តីពិតរបស់ផងព្រះបានមកបានបង្អាប់ដល់យើងបានថាយើងធ្វើចេះមិនបានវាឲ្យជីវិតរបស់យើងជូរវិញជឿព្រះពិបាកហើយគេកន្លែងគេជឿព្រះបានស្រួលអូពពនេះអូពពនោះពពអូធ្វើនេះត្រូវហើយលោកអ្នកបងប្អូនថ្ងៃនេះយើងនឹងមើលអំពីរឿងមួយជាព្រះបន្ទូលដ៏ពិតអេមែនជាព្រះបន្ទូលដ៏ពិតលោកអ្នកបងប្អូន
ទាំងខ្ញុំទាំងលោកអ្នកបងប្អូនយើងចង់ឲ្យមនុស្សបានសរសើរចង់ឲ្យមនុស្សបានលើកដំកើងនេះជាជីវិតពិតរបស់យើងអត់ចង់ឲ្យអ្នកណាគេមកស្ដីបន្ទោសឲ្យយើងទេណាគេចង់ឲ្យគេស្ដីបន្ទោសអត់មាននៅខ្ញុំលោកអ្នកបងប្អូនប៉ុន្តែជាសេចក្តីពិតត្រូវតែត្រូវតាមຂ្នាតរបស់ផងព្រះកាលណាយើងធ្វើខុសពីຂ្នាតរបស់ផងព្រះគឺជាព្រះបន្ទូលព្រះនឹងមានការស្ដីបន្ទោសនឹងមានការទូមានដោយសារយើងអត់បានប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គឃើញមែនដោយសារយើងអត់បានប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គសូមអរលោកអ្នកបងប្អូនយើងមើលនៅក្នុងរឿងមួយនៅទីនេះនៅក្នុងព្រះគម្ពីរយេរេមៀនៅក្នុងព្រះគម្ពីរយេរេមៀព្រះគម្ពីរយេរេមៀជំពូក28នៅក្នុងព្រះគម្ពីរយេរេមៀយើងឃើញមានរឿងពីរដែលកើតឡើងរវាងហោរាយេរេមៀហើយនិងហោរាហាណានីបាទហោរាយេរេមៀហើយនិងហោរាហាណានីហោរាយេរេមៀបានប្រាប់ថាប្រជាជនអ៊ីស្រាអែលទាំងអស់នឹងបានទៅជាឆ្លើយនៅឯស្រុកបាប៊ីឡូនហើយគេនឹងរឹបអូសគេនឹងដាក់នឹមនៅលើករបស់អ្នកប៉ុន្តែកុំឲ្យបដិសេធត្រូវចោះចូលជាមួយគេដើម្បីឲ្យមានជីវិតរស់គេនឹងប្រមូលគ្រប់ទាំងគ្រឿងប្រដាប់នៅក្នុងព្រះវិហាររបស់ព្រះតាំងពីសសរតាំងពីសមុទ្រកែវតាំងពីចានមាសតាំងពីចានខ្លាំអីទាំងអស់នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាគេនឹងប្រមូលយកទាំងអស់ទៅឯទីក្រុងបាប៊ីឡូននៅទីនោះប៉ុន្តែព្រះបានប្រាប់ថាចូលឲ្យជនជាតិអ៊ីស្រាអែលចោះចូលជាមួយគេកុំឲ្យប្រឆាំងតវ៉ាដើម្បីឲ្យគេបានមានជីវិតរស់ហើយក្រោយមកទៀតមានហោរារបស់ព្រះម្នាក់គេថាគេជាហោរារបស់ព្រះគេថាទៅតែ2ឆ្នាំទេមកវិញហើយឃើញមែនហើយពេលនេះគេថាអូអស់ស្បាយយើងទៅតែ2ឆ្នាំទេគេថានេះជាព្រះបន្ទូលរបស់ផងព្រះឥឡូវយើងមើលទាំងអស់គ្នាឃើញមែននៅក្នុងព្រះគម្ពីរយេរេមៀជំពូក28ខ1លំដាប់នោះក្នុងឆ្នាំដដែលគឺដើមរាជនៃសេឌេគៀស្ដេចយូដាក្នុងខែស្រាបទី4នោះហោរាហាណានីជាកូនអសើដែលនៅគីបៀនបាននិយាយនឹងខ្ញុំថានៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាចំពោះពួកសង្ឃនិងបណ្ដាជនថាខ្ញុំនេះគឺជាយេរេមៀហើយហោរាហាណានីជាអ្នកនិយាយព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះអញនឹងបបាក់នឹមរបស់ស្ដេចបាប៊ីឡូនហើយគឺនៅក្នុងរវាងគម្រប់2ឆ្នាំទៀតនោះអញនឹងនាំយកគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ាដែលនេប៊ូខនេសាជាស្ដេចបាប៊ីឡូនបានយកពីទីនេះទៅតម្កល់នៅស្រុកបាប៊ីឡូននឹងត្រឡប់មកកន្លែងដើមវិញអញក៏នឹងរឹបអូសអញក៏នឹងនាំយេកូនីជាបុត្រយេហូយ៉ាគីមស្ដេចយូដានិងពួកយូដាទាំងប៉ុន្មានដែលត្រូវដឹកនាំទៅជាឆ្លើយដល់ក្រុងបាប៊ីឡូនឲ្យវិលមកវិញទីនេះដែរត្បិតអញនឹងមកបាក់នឹមរបស់ស្ដេចបាប៊ីឡូនពិតនេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ាឃើញទេមានហោរាហាណានីមួយដែលបានទាយថាយេរេមៀនិយាយត្រូវមែនយើងនឹងទៅជាទាសករយើងនឹងត្រូវគេរឹបអូសហើយដឹកនាំទៅទីធ្វើឆ្លើយនៅឯបាប៊ីឡូនប៉ុន្តែទៅតែ2ឆ្នាំទេព្រះនឹងមកបាក់នឹមនោះនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាហើយប្រជាជនទាំងអស់គេសប្បាយចិត្តគេថាបានតែ2ឆ្នាំហើយយេរេមៀបានប្រាប់ថារួចហោរាយេរេមៀក៏និយាយនឹងហានីថានៅចំពោះពួកសង្ឃនិងបណ្ដាជនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាគឺហោរាយេរេមៀនិយាយថាអាមែនគាត់និយាយថាបើដូចជាអ្វីដែលព្រះយេហូវ៉ាបានបង្គាប់សូមឲ្យបានសម្រេចទាំងអស់ចុះសូមឲ្យព្រះយេហូវ៉ាធ្វើដូច្នេះចុះសូមឲ្យព្រះយេហូវ៉ាសម្រេចតាមពាក្យដែលអ្នកបានទាយនោះដើម្បីនឹងនាំគ្រឿងប្រដាប់ព្រះវិហារនៃព្រះយេហូវ៉ានិងអស់អ្នកដែលត្រូវដឹកទៅជាឆ្លើយនោះឲ្យត្រឡប់មកពីក្រុងបាប៊ីឡូននោះវិញប៉ុន្តែចូលស្ដាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នកនិងនៅត្រចៀកបណ្ដាជនឥឡូវនេះចុះឯពួកហោរាកាលពីដើមដែលនៅមុនខ្ញុំហើយនឹងអ្នកដែលគេបានទាយទាស់នឹងស្រុកជាច្រើនហើយទាស់នឹងនគរយ៉ាងធំគឺបានទាយពីចម្បាំងពីការអាក្រក់និងពីអសន្តិរោគផងតែហោរាណាដែលទាយពីសន្តិសុខបើកាលណាទំនាយរបស់ហោរានោះបានសម្រេចហើយនោះទើបនឹងបានស្គាល់ថាហោរានោះថាព្រះយេហូវ៉ាបានចាត់ប្រើមកមែននោះហោរាហានានីក៏យកនឹមពីកហោរាយេរេមៀទៅបំបាក់ចោលរួចហោរាហានានីក៏និយាយចំពោះបណ្ដាជនទាំងឡាយថាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ
cứ dàng nơi ai đại anh nâng bóng bạc nâm rồi bọn Nebuchadnezzar chỉ đạch Babylon chênh bị co này tiền sắc nông rồi viên cùng rốt pi năm ni từ một tiền nu hao ra Jeremia có chênh bản tử nhé Pré bàn pra hao ra Jeremia ở phương nâm muối nấm đôi chìa con nâm ấy đôi chỉ cô để cái đạn tới tùm nùm nó lưỡi co chẳng nằm bay dừng chia tới phê tới năm sầm lập chua đó đến đặc cái văn hai con ban phơn nùm nút đạn lưỡi co con hai ban tàu prap bộ xong hai nâng chia chun bọc pre nông đầm nặng bọc phòng pre tháp bỏ ong nâng pra bộ kế tàu ao chỉ lơi tàu chỉ bào bầm ra bọc bà bị lồi còn ta hao ra ha là nia ban tham mấy tàu tập pi nam mê pre tu pre bàn prap nhung hai hao ra Jeremia bàn prap tha bà hao ra na đã tiề hai cát men nu nâng chia hao ra đại một bị pre hai miền hao ra các bạn tiề bia son drop bia cả cọ cát lang đại cát lang bật bật con nơi đi hai cát lang men nu chia hao ra bỏ pre họ đọc bì ruột cày pe đại hao ra hai này ní bàn mà bạn nâng bị co trên Jeremia hỏi nu Preyova co một đòn lục thả cho tập rap hai này thả Preyova trung miền pre bẩn tu đôi chân này anh bóng bạn nâm đại thơ bị trừ tai anh nâng bàn thơ nâm đại chủng đuộc vĩnh bất cày Preyova này bộ pol bảo vá chỉ pre này bộ sa Israel trung biên bẩn tu đôi chân này thả anh bàn đã nâm đại nơ lư có này ở tiền sạc này hài đám bay ao kê trâu bóng ra ở ní bù krisa chỉ sạch bò bị lôn hai kê nâng bóng ra chỉ bật men anh nâng ao sắt nâu tivi đòi kê đại ruột hao ra Jeremia có tư ni dê nâng hao ra Hanani thả nè Hanani chốt đáp lời cho Prep Jehovah mình ban chặt pra nẹ tề cứ nom nẹ nom ở sạc ní tục chất chấm phu xích đây cầm phun hai nu Preyova tung miền mình tu thà mơ anh nâng mình đánh ai ở bật trên bị phản đầy từ cứ anh nâng trâu slap không nằm đi bị pro anh ban pol xích đây bạc bào to nâng Preyova đôi chứ này nô không kha xích không nằm nu anh hao ra Hanani có ban sập đấy lúc này bằng bồn hao ra Hanani và hai chiếc con chân này chỉ môi nâng hao ra Jeremia đòi xa ấy khơi Jeremia cái ở đầm này con có chỉ nè score pre bẩn tu pre Jehovah còn tai cùng nứt rồi bỏ quát ban pin đòi ẩm luôn pin đòi ca lục lùn trong ban ca thật sao trong ban liệt ska đã để kết phai chỉ còn đập tàu pre Jehovah trong ban oi bẩn tu ban dục cho tục đã quát ban prap pi xịt đây mình bứt thà pre Jehovah vừa này hai trong cào quát ban slang anh lúc này mà bốn chẳng hai ban chỉ lốp sợ vẽ Petro ban prap thà cùng nứt rồi bao nhiêu cào pe dương chiều pre hai bờ dương ọt miên xịt đây bứt bọc pre cứ chỉ pre mình tu bọc phòng pre thai là xa dương đừng ai tờ rồi xịt đây on trai tờ con cài vì nét đòi sai ru nâu ọt miên xịt đây bứt bọc phòng pre đôi chi hào ra Hanani lúc nào bồn dương ọt trong ban lư người tha ô cọ cả lang đi nâng đi còn ta pre mà tu ban tham mấy nâu pe vì lia càng bốc nâng miên cả cọ nè mà luôn nâng sáng không nâng miên sừng kia ẩm nọt ọt ở sân đốt hai nâng miên cả cọ thì để cả là trâu ở dương luôn nâu đó sẽ chỉ rất tiếng trăng luôn nâu để ca group các lại pre đầm bay ở dương miên pre mình tu pre thay là xa cà pe dương thay núi ban và đại cái thà ô năm đầu một tiết chỉ năm này pre po amen năm này pre po chơi hai dương pha tê dương o con pre năm này pre con dương luôn nâu từ o pre con pre sắp bài cho mình pre con bỏ phòng pre dương luôn nâu từ tam pre mình tu pre amen hai mình nuôi cho đạp ô cru đi dây ta rương bỏ bạo về tình đi ai bông về tình hết bỏ bạo về tình tiến nọ cru nước kê dây lò dương ta đạp cru nuôi mình amen lúc nào mà bổn tài ní chỉ pre bần tu bỏ pre tha nơi ngày tháng một mồn pe để trung dương một nâng miên kia cọ nè tao dương ban riệp trăm luôn là bảy kịch cả từng ngọn luôn nè amen lúc nào bằng bổn nơi tìm mình dương ban khởi chân ban chỉ lốp sơ vẽ Petro ban đáp tha châu ở dương ban cầu vắt cùng đất bỏ dương nói sẽ đi phân cày lô dương miên cùng nứt lốp luôn để sạch chim trong ban ca sao trong ai kia thì dây lo bị luôn anh lực luôn anh hai dương cặp chật dương thảo bài chật ổn này anh ấy dây lo tục vì anh ấy dạ cọ không ai bên đâu cho mùi thành cho mục bên ai bên dạ cọ vì ai là hồn này mến dương được khơi đo rương mùi rồi viên đặt pi đại bàn muôn tranh để cho bạn chào mấy đặt Israel này đặt chủ đàn amen nhưng đừng mơ môi tiệt lúc nào bằng bồn không ai
ព្រះបន្ទូលព្រះចេះតែថាឥឡូវយើងមើលទៀតនៅក្នុងព្រះគម្ពីរវង្សាវតារក្សត្រជំពូក22ខ្សែទី1ព្រះគម្ពីរវង្សាវតារក្សត្រខ្សែទី1ជំពូក22នៅទីនេះមានស្ដេចពីរដែលគេបានរួមគ្នាចង់ច្បាំងនឹងស្ដេចនៅស៊ីរីអេមែនយើងអានខគម្ពីរច្រើនតិចព្រះគម្ពីរពងសាវតារក្សត្រទី1ជំពូក22ពីខ1ខ្ញុំអានបងប្អូននឹងផ្ទៀងក្នុងរវាង3ឆ្នាំនេះសាសស៊ីរីនិងសាសអ៊ីស្រាអែលឥតមានចម្បាំងនឹងគ្នាឡើយតែដល់ឆ្នាំទី3នោះយូសាផាតជាស្ដេចយូដាទ្រង់បានយាងមកគាល់ស្ដេចអ៊ីស្រាអែលហើយស្ដេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលនឹងពួកចំណិតទ្រង់ថាអ្នករាល់គ្នាដឹងហើយថាក្រុងរ៉ាម៉ូតកាឡាតជារបស់យើងផងយើងចុះហេតុអ្វីបានជាយើងនៅតែស្ងៀមឥតទៅចាប់យកពីកណ្ដាប់ដៃនៃស្ដេចសេរីមកដូច្នេះរួចទ្រង់ទូលដល់សួរដល់យូសាផាតថាតើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូតកាឡាតជាមួយនឹងទូបង្គំឬទេយូសាផាតឆ្លើយថាទូបង្គំក៏ដូចជាទ្រង់រាជរបស់ទូលបង្គំក៏ដូចជារាជរបស់ទ្រង់ហើយសេះរបស់ទូបង្គំទាំងប៉ុន្មានក៏ដូចជាសេះរបស់ទ្រង់ដែរតែយូសាផាតទូលដល់ស្ដេចអ៊ីស្រាអែលថាសូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិនដូច្នេះស្ដេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា400នាក់មកសួរតើយើងត្រូវចេញទៅច្បាំងនឹងរ៉ាម៉ូតកាឡាតឬឈប់ខានគេឆ្លើយថាសូមយាងឡើងទៅចោះត្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្ថនៃព្រះករុណាហើយអេមែនតែយូសាផាតសួរថានៅទីនេះតើមានហោរាណាម្នាក់របស់ព្រះយេហូវ៉ាល្មមឲ្យយើងសួរគាត់ដែរឬទេស្ដេចអ៊ីស្រាអែលទូលឆ្លើយថាមានម្នាក់ទៀតដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានគឺឈ្មោះមីកាយ៉ាជាកូនយីមឡាតែទូលបង្គំស្អប់វាត្បិតវាមិនដែលទាយល្អពីទូលបង្គំសោះគឺចេះតែទាយអាក្រក់វិញយូសាផាតទូលថាសូមទ្រង់កុំមានព្រះបន្ទូលដូចនេះឡើយស្ដេចអ៊ីស្រាអែលឈ្មោះអីគេបាទស្ដេចយូដាឈ្មោះយូសាផាតស្ដេចអ៊ីស្រាអែលឈ្មោះអីបាទគេឈ្មោះអាហាប់បាទឈ្មោះអាហាប់យើងមើលខ9នោះស្ដេចអ៊ីស្រាអែលទ្រង់បានហៅមហាថ្លឹកម្នាក់មកបង្គាប់ចូលទៅនាំមីកាយ៉ាជាកូនយីមឡាមកឆាប់នេះឯស្ដេចអ៊ីស្រាអែលនិងយូសាផាតជាស្ដេចស្រុកយូដាទ្រង់ព្រះពស្ត្រក្រងរាជលើបល្ល័ង្ករៀងអង្គត្រង់ទីធ្លានៅទ្វារក្រុងសាមារីហើយពួកហោរាក៏ឈរទាយលើចំពោះទ្រង់ឃើញទេ400នាក់គេទៅច្បាំងនឹងក្រុងដើម្បីដណ្ដើមមកយកពីប្រទេសស៊ីរីវិញហើយគេសួរថាម៉េចទៅហើយអូទៅហើយព្រះនៅជាមួយហើយព្រះអង្គគង់នៅជាមួយហើយទៅល្អនឹងមានជ័យជំនះហើយ400នាក់ច្រើនណាស់គ្រប់គ្នាគេសិតថាអញ្ចឹងហើយដល់ពេលស្ដេចយូដាបានសួរថាចឹងមានអ្នកណាហោរាណាព្រះរបស់ព្រះទៀតទេមកសួរអូមានម្នាក់តាហ្នឹងមកតាមកនិយាយអាក្រក់ហ្មងអត់ដែលនិយាយល្អសោះអាហ្នឹងមាត់អាក្រក់មាត់ចង្រៃមកស្អប់វាគាត់ថាអញ្ចឹងឲ្យតាមកនិយាយមិនដែរនិយាយល្អទេហើយចង់មកដែរហើយថាដាច់ថាកុំឲ្យថាអញ្ចឹងអីឥឡូវហៅមកឥឡូវគេហៅមកឃើញមែនឯហេសេគៀជាកូនខ្នាណាគាត់បានធ្វើស្នែងដែកហើយក៏ទូលដល់ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថាព្រះករុណានឹងជលពួកសេរីដោយសារនេះដល់រាបដល់វិនាសូនទៅឃើញទេអ្នកជំនិតរបស់គាត់របស់ស្ដេចអ៊ីស្រាអែលក៏បានឲ្យយោបល់ថាទៅនឹងឈ្នះហើយដូចជាស្ដេចនឹងជលពួកសេរីនឹងរៀបដល់ដីហើយនឹងមានជ័យជំនះហើយពួកហោរាក៏ទាយដូច្នេះដែរសូមទ្រង់យាងទៅឯរ៉ាម៉ូតកាឡាតហើយមានជ័យជំនះចុះត្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងមកក្នុងកណ្ដាប់ព្រះហស្ថព្រះករុណាហើយប៉ុន្តែហោរាមីកាយ៉ាបានប្រាប់ថាម៉េចរីឯអ្នកទៅហៅមីកាយ៉ាមកហើយប្រាប់គាត់ថាមើលពួកហោរាទាំងអស់សុទ្ធតែទាយល្អដល់ស្ដេចព្រមគ្នាដូច្នេះចូលឲ្យពាក្យលោកដូចជាពាក្យរបស់ហោរាទាំងនោះដែរដោយពោលតែសេចក្តីល្អចោះឃើញទេបានប្រាប់ទៀតគេថាណែ400នាក់គេថាល្អទាំងអស់មកត្រូវថាល្អដូចគេអត់មានថាអត់ល្អទេគេថាល្អគ្រប់គ្នាតែមីកាយ៉ាឆ្លើយថាខ្ញុំស្បត់ឲ្យនៅព្រះយេហូវ៉ាដ៏មានបច្ចុប្បន្នថាសេចក្តីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូល
នោះខ្ញុំនឹងនិយាយតែសេចក្តីនោះអេមែននេះជាព្រះបន្ទូលរបស់ផងព្រះអេមែនលោកអ្នកបងប្អូនយើងត្រូវតែនិយាយពិតតាមព្រះបន្ទូលព្រះអង្គបើយើងឃើញព្រះបន្ទូលព្រះអង្គហើយបងប្អូនយើងប្រព្រឹត្តខុសពីព្រះបន្ទូលព្រះយើងត្រូវតែទូមាននេះជាព្រះបន្ទូលរបស់ផងព្រះដើម្បីអីសេចក្តីស្រឡាញ់អត់មានលក្ខពុតវិជាអេមែនដែលយើងបានអាននៅក្នុងព្រះគម្ពីរពេត្រុសថាជាសេចក្តីស្រឡាញ់ដែលអត់លក្ខពុតវិជាយើងអត់អាចនិយាយអូល្អត្រូវហើយដល់ពេលទៅបាត់มึงងាប់មកតែទៅធ្វើចឹងងាប់ហ្មងដល់ពេលគេធ្វើហ្នឹងប្រាប់មិនស្ដាប់អត់មានបានប្រាប់ឃើញទេដោយសារអញ្ចឹងឯងជាព្រះបន្ទូលរបស់ផងព្រះគឺជាសេចក្តីរួចកាលបានចូលទៅគាត់ស្ដេចហើយនោះមានព្រះបន្ទូលថាមីកាយ៉ាអើយតើត្រូវឲ្យយើងចេញទៅច្បាំងនឹងរ៉ាម៉ូតកាឡាតឬក៏ឈប់ខានគាត់ក៏ទូលលក់គាត់ថាម៉េចទូលលក់ថាមានន័យថាម៉េចបាទក៏ទូលថាសូមយើងទៅជ័យជំនះហើយទៅជ័យជំនះហើយបិទព្រះយេហូវ៉ាទ្រង់ប្រគល់គេមកក្នុងកណ្ដាប់នៃព្រះយេហូវ៉ាហើយគាត់ចំអកឲ្យគាត់ស្របតាមទៀតដូច្នេះស្ដេចទ្រង់មានបន្ទូលថាអញបានស្ដីឲ្យឯងប្រមាណដងហើយឲ្យតែនិយាយសេចក្តីពិតប៉ុណ្ណោះដោយនៅព្រះនាមព្រះយេហូវ៉ាពេលនេះគាត់ថាម៉េចគាត់ជួយថាទូបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវចាត់ខ្ចាយនៅលើភ្នំប្រៀបដូចជាហ្វូងជៀមដែលគ្មានអ្នកគង្វាលហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថាពួកទាំងនោះនឹងគ្មានចវាយទេចូលឲ្យគេត្រឡប់ទៅផ្ទះគេវិញទាំងខ្លួនដោយសុខសាន្តចុះដូច្នេះស្ដេចអ៊ីស្រាអែលទ្រង់ទូលទៅយូសាផាតថាតើទូលបង្គំមិនបានទូលត្រង់ទេឬអីថាវាមិនដែលទាយល្អពីទូលបង្គំទេគឺទាយតែអាក្រក់ប៉ុណ្ណោះនោះមីកាយ៉ាទូលថាដូច្នេះចូលស្ដាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិនទូលបង្គំបានឃើញព្រះយេហូវ៉ាទ្រង់គង់លើបល្ល័ង្កមានទាំងពលបរិវារនៅស្ថានទូតទាំងអស់ឈរអមអង្គខាងឆ្វេងខាងស្ដាំហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថាអ្នកណាដែលបបួលអស់ហាប់ឲ្យទៅច្បាំងនោះត្រូវដួលស្លាប់នៅត្រង់រ៉ាម៉ូតកាឡាតម្នាក់ក៏ថាយ៉ាងនោះម្នាក់ក៏ថាយ៉ាងនេះឃើញទេ400នាក់ថាទៅច្បាំងឈ្នះប៉ុន្តែមានហោរារបស់ព្រះម្នាក់ដែលនិយាយសេចក្តីពិតថាកាលណាទៅដូចជាហ្វូងជៀមអ្នកត្រូវចាក់ខ្ចាយអត់មានអ្នកគង្វាលហើយស្ដេចនឹងក៏បានស្លាប់នៅទីនោះពិតបើយើងអានបងប្អូនមានពេលបងប្អូនអានទៅមុខទៀតឃើញដូចជាពាក្យហោរាមីកាយ៉ាបានប្រាប់ថាស្ដេចនឹងបានសគត់នៅក្នុងសង្គ្រាមនៅត្រង់កន្លែងនោះមែនអរលោកអ្នកបងប្អូនអញ្ចឹងហើយយើងជឿព្រះយើងមិនអាចគ្រាន់តែស្ដាប់ការសរសើរយើងមិនអាចគ្រាន់តែស្ដាប់ថាព្រះពរក្នុងជីវិតរបស់យើងប៉ុន្តែទាំងដែលខ្លួនឯងប្រព្រឹត្តអំពើបាបឲ្យរលួយហើយយើងចង់បានពរពីព្រះដល់ពេលព្រះបន្ទូលព្រះបានប្រាប់ថាឲ្យរស់នៅដោយការគោរពកោតខ្លាចព្រះទើបព្រះពរនឹងបានរស់នៅដោយការបន្ទាបខ្លួនរស់នៅដោយអប់ខ្ពើមអំពើបាបកុំឲ្យរស់នៅតាមជីវិតចាស់របស់យើងគឺជាការកំផិតសាហាយស្មន់ស្មោករោគអាហារភិហើយនិយាយពាក្យភូតផរនោះជាអ្វីដែលព្រះអង្គបានស្អប់មុនអាគមដែលយើងបានឃើញការទាំងអស់នោះមិនអាចមនុស្សឲ្យទៅឋានសួគ៌បានទេលោកអ្នកបងប្អូនព្រះបានប្រាប់នៅក្នុងព្រះគម្ពីរវិវរណៈថាម៉េចពួកកំផិតពួកសម្លាប់គេពួកថ្វាយបង្គំរូបព្រះពួកមុនអាគមពួកស្រឡាញ់ភេទដូចគ្នាមិនអាចចូលទៅនគរឋានសួគ៌បានទេព្រះគម្ពីរបានប្រាប់ហើយច្រើនដងលោកអ្នកបងប្អូនអញ្ចឹងហើយតើគួរយើងរស់នៅបែបណាដែលបានគប់ដបហាទេបងព្រះពេលដែលយើងស្ដាប់ឮយើងកំពុងតែរស់នៅដោយការលួចសម្លាប់រឿងកំពុងរស់នៅដោយស្រឡាញ់ភេទដូចគ្នាហើយយើងថាអូគ្រូនេះនិយាយបានរើសអើងខ្ញុំអរលោកអ្នកបងប្អូនខ្ញុំអត់រើសអើងហើយអ្នកជឿព្រះរូបគ្រប់រូបក៏អត់រើសអើងប៉ុន្តែនេះជាសេចក្តីពិតដែលព្រះបានបំផ្លាញទីក្រុងសូដុំនិងកូម៉ារ៉ាដោយសារពួកគេបានស្រឡាញ់ភេទដូចគ្នាស្រីស្រឡាញ់ស្រីហើយប្រុសស្រឡាញ់ប្រុសហើយគេទៅស្រឡាញ់សត្វរួមរយៈជាមួយនឹងសត្វទៀតហើយគេបានធ្វើអំពើអាក្រក់យ៉ាងនោះទៀតលោកអ្នកបងប្អូនប៉ុន្តែនៅពេលដែលយើងជឿព្រះហើយយើងប្រាប់ថាអត់អីទេព្រះពេញដោយសេចក្តីស្រឡាញ់អត់អីទេយើងសុំទោសព្រះអត់អីទេព្រះពេញដោយស្រឡាញ់ពេញដោយព្រះគុណមែនធ្វើឲ្យបងប្អូនដែលគាត់ជឿនោះគាត់អត់បានរស់នៅត្រឹមត្រូវគាត់យកអាហ៊ានពាក្យនិយាយពាក្យត្រឹមត្រូវតាមព្រះបន្ទូលព្រះនាំឲ្យគាត់បានធ្លាក់នរកនៅពេលដែលគាត់ដែលព្រះបានយាងត្រឡប់មកវិញលោកអ្នកបងប្អូននេះជាព្រះបន្ទូលរបស់ផងព្រះយើងមិនអាចគ្រាន់តែផ្អែមរហូតក្នុងជីវិតរបស់យើងទេយើងត្រូវតែស្ដាប់ពាក្យពិតដើម្បីឲ្យយើងបានរស់នៅដោយការគោរពកោតខ្លាចត្រឹមត្រូវឃើញទេអូមិនបាច់មកវិហារក៏បានដែរថ្វាយតែនឹងវាយទៅក៏បានដូចយើងទៅដែរយើងនៅនោះក៏បានដែរអរលោកអ្នកបងប្អូនព្រះអត់ត្រូវការដង្វាយយើងទេអេមែន
Ồ từ ta đây tới một pun của bạn đây đây tới đôi một pun ta đài không maiยัง thay chăng thấy mấy bàn tay ọt tì nè na một nè nụ bàn của tôi nè na chưa pre nè nụ bàn sung ruột bị ba hãy pre ọt miên côn của xa ọt miên chào của xa thì pre miên tay côn thấy mấy pre miên tay côn hay pre ọt miên chào đây pre miên tay côn bro thấy mấy lúc nè bằng bồn chân hai ở lúc nè bằng bồn nâu pe về lia trong trào cả na cùng nứt bao dương ọt miên sẽ đây bật bao phòng pre dương là nghi nghĩa bài chân từ tam ca là buông luôn luôn được bỏ để sao tăng đại bị trôn nó không cùng nứt bao dương em ấy bao dương ọt miên sẽ đây bật bao phòng pre dương đừng ruột nâu đòi cai tránh mình chọc được cái bà dương sẽ lanh tại bịa sao dương trăng ao mà lúc cái rụp dương bàn tay dương ọt đại bàn lư sẽ đây bật chân bị pre mà tu pre dương cốt kriết cho môi nâng sẽ đây bật bao phòng pre chỉ vật bao dương nâng gì nè nâu pe đại ngày này pre hồ vàng một đợt amen chẳng hai ban chỉ bọt công pi nâu không tí ní bàn prap đại dương bàn an nâu không pre công pi petro đại pre bẩn tu bàn prap dương cùng nứt nó bao dương cứ sừng khăn cứ chia small phùng đại ao dương tâu phai cùng pre ao dương ruột nâu đại ca cột cặp phai pre rư có ao dương ruột nâu luôn anh chỉ nè soi đi không luôn anh mình chỉ pre chỉ nè soi đi amen long đeo bằng bồn dương ọt trong thế cầm bông ta ọt lôi hăng trâu điệp trong đồng vải đọc hiện rồi tiệt cầm bông ta khoác khát phong ọt miền pe liên phong trâu chấm đai pe một hiệp rèo hiệp tiệt dương đai miền pe còn tai dương chọc trôi cho mùi pre đòi ca cột cặp phai pre đầm bay ai dương khai chi vật bao dương chuột ca buông hai dương ọt bàn tàu cô than xu nâu pe là trung gì tao lọc mình amen dương khơi bị phốp lô cầm bông ta trôi cho bỏ cột dạng từng ở đây vây từng bàn prai pruol còn tai lúc này bằng bồn từng nu cứ chia cả cọ đằng cát lang đòi chỉ vật trên group đi từng chấm lúc này bằng bồn còn tai nâu pe là dương miên pre bằng tu bằng pre bỏ ăn những đò dương ở rồi sẽ đây bật bỏ phòng pre những đò dương ở rồi bị group từng cả cọ nâu pe đại dương luôn nâu đại ca group cọ lại pre ban chỉ bắt cùng pi nâu không pre cùng pi petro tham mấy bật trung chỉ pre đại bò sốt châu ai bò sốt hai bò sốt từng group từng kệ ra bò nẹt đọtนี่mình men bò sốtแต่หมดcòn tai đại ở bàn bò sốt thế amen mình men bò sốtแต่หมดcòn tai phê ở bàn bò sốt thế còn tai mình men bò sốtแต่หมดcòn tai chương ở bàn bò sốt trâu ở bàn bò sốt không group từng kệ ra tiếng đại trung chỉ pre trung bò sốt amen khó đọc buôn nó không preของปีpetro sai chỉ mũi bằng prap tham mấy aoពួកកូនដែលបានស្ដាប់បង្គាប់អត់បណ្ដោយខ្លួនតាមសេចក្តីប៉ងប្រាថ្នាដែលអ្នកដកនេះមានការនៅពីលងងនៅឡើយអេមែនមុនពេលដែលយើងជឿព្រះយើងលងងយើងអត់ដឹងថាតើធ្វើម៉េចដើម្បីឲ្យគាប់ហាទីព្រះតើយើងរស់នៅបែបណាដើម្បីឲ្យយើងគាប់ហាទីព្រះតើយើងរស់នៅបែបណាដើម្បីឲ្យយើងបានពរប៉ុន្តែក្រោយពេលយើងបានស្គាល់ព្រះបន្ទូលព្រះហើយកុំឲ្យយើងនៅលងងទៀតឲ្យយើងមានប្រាជ្ញាឡើងគឺជាការគោរពកោតខ្លាចព្រះរស់នៅដោយសញ្ជឹងគិតរស់នៅដោយមានព្រះបន្ទូលដ៏ពិតដើម្បីកវ៉ាត់គំនិតរបស់យើងអេមែនលោកអ្នកបងប្អូនតើយើងស្ដាប់ទៅដូចជាពិបាកប៉ុន្តែនេះគឺជាព្រះបន្ទូលព្រះយើងរៀនតម្រង់ខ្លួនយើងរៀនរៀបចំខ្លួនឲ្យហើយមុនពេលដែលយើងទៅនគរឋានសួគ៌អេមែនលោកអ្នកបងប្អូនទៅនគរឋានសួគ៌អត់មានលេងតុងទីនទេអេមែនទៅនគរឋានសួគ៌ក៏អត់មានលួចបំផ្លាញដែរយើងត្រូវរៀបចំពីទីនេះឲ្យហើយអេមែននៅនគរឋានសួគ៌អត់មានពាក្យកំពូតនៅនេះទេនៅនគរឋានសួគ៌មានតែសេចក្តីស្រឡាញ់អត់មានពុតបុត្រទេអេមែនអត់មានពុតបុត្រទេចឹងហើយយើងត្រូវរៀនឲ្យហើយឲ្យដូចជាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទគ្រីស្ទៀនមានន័យថាម៉េចដូចជាព្រះគ្រីស្ទដែលយើងជាកម្ពុជាយើងខ្មែរថាអង់គ្លេសថា Cambodia គ្រីស្ទៀនយើងគឺអ្នកដូចជាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនយើងជាគ្រីស្ទៀនដូចជាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងអត់ដូចអ្នកណាផ្សេងទេបើយើងអត់ដូចព្រះគ្រីស្ទយើងមិនមែនជារបស់ផងព្រះគ្រីស្ទហើយបើយើងមិនមែនជារបស់ផងព្រះគ្រីស្ទព្រះអង្គមិនយកយើងទៅនគរឋានសួគ៌ទេបើមិនមែនរបស់ព្រះអង្គអេមែនលោកអ្នកបងប្អូននៅពេលវេលាចុងក្រោយនេះយើងឃើញថារស់នៅប្រព្រឹត្តបែបនេះអត់ទាន់មានទោសអស់លោកបងប្អូនព្រះពេញដោយព្រះគុណគឺព្រះទុកឱកាសឲ្យលោកអ្នកបងប្អូនបានកែប្រែខ្លួនអេមែនព្រះអង្គបានផ្ដល់ឱកាសឲ្យយើងម្ដងហើយម្ដងទៀតដើម្បីឲ្យយើងបានកែប្រែខ្លួនតាមព្រះបន្ទូលព្រះកុំឲ្យយើងស្ដាប់តែព្រះបន្ទូលណាដែលជាពពកប៉ុន្តែយើងអត់បានស្ដាប់ព្រះបន្ទូលដែលកែតម្រង់ចិត្តយើងឲ្យយើងរស់នៅដោយការគ្រប់កោតខ្លាចព្រះអេមែនចឹងហើយលោកអ្នកបងប្អូនពរឬបណ្ដាសាមិនមែនស្ថិតនៅលើព្រះទេគឺស្ថិតនៅលើបងប្អូនហើយនឹងខ្ញុំតើយើងនឹងសង្វាតយកព្រះពរឬយកបណ្ដាសាអេមែន
chẳng hạn bạn chỉ bọt công ty bạn tham mấy chỗ cầu vặt cũng rất bao nhiêu oi mò muốn cho đâm bayกับmọi rẽ sao tăng miền ở các nông ca prao cũng rất bao nhiêu chỉ tí bằng áp đo phần niệm của phong bì mến số mà dựng mà cào cho láng dựng ở cùng rõng